Hello សួស្តីបងប្អូនអរគ្នាបាទឥឡូវធ្វើវីដេអូមួយទៀតបង្ហាញអំពី Vox Tone Lab Lee បាទហើយអានេះវាប្រភេទ5ពូល sound ខ្លាំងគ្រាន់បើបាទអញ្ចឹងអានេះវាសេរីចាស់ហើយប៉ុន្តែគ្រាន់ថាមុខងាររបស់វាគឺអែមបងប្អូនអែមមែនតើទីមួយវាមានអាក្រង់ស្អាតហើយ preset របស់វាយើងអាចជាប់បាន4សំឡេងមាន control effect បាទនេះបងរបស់វានេះបងរបស់វាអង់គ្លេសហៅ band ហើយចំពោះនេះវិញចំណុចពិសេសរបស់ Vox គឺធ្វើមកមានច្រើន function ឲ្យយើងជ្រើសរើសមានន័យថានៅក្នុង pedal ណាបងប្អូននៅក្នុងប៊ីតុង pedal មួយនេះគឺមានច្រើនណាមាន metal distortion មាន fuzz មាន octave fuzz មាន compressor មាន acoustic មាន Vox Wah មាន VY មាន octave មាន ring mode មាន treble bass tube overdrive មាន super overdrive មានអីច្រើនទៅហើយតែពេលយើងមើល preamp ហើយនឹង cabinet របស់វាមាន black 2x2 មានអីច្រើននេះបងប្អូនឃើញណាខ្ញុំរៀបរាប់អត់អស់ហើយមាន UK 80មានអីចឹងនេះវាជាជំរើសដែលយើងអាចរើសបានច្រើនសលេងមូលហេតុដែល effect របស់យើងអាចបូកបានច្រើនប្រភេទសំឡេងគឺវានៅលើអាហ្នឹងណាបងប្អូនបាទវានៅលើអា function របស់វាហ្នឹងវាឲ្យយើងមកច្រើនហើយមើល modulation មានច្រើនមាន classic chorus មានអីច្រើនវាអត់មានតែមួយយល់ថា chorus ហ្នឹង chorus តែមួយឬក៏អីតែមួយទេវាមានច្រើនអូខេហើយចូលមកដល់ delay មាន delay ច្រើនមែនទែនហ្មងមិនមានតែ stereo ឬក៏ analog ទេហើយមាន echo plus មាន multi head មាន analog delay មាន mode delay មាន swap delay មាន stereo cross មាន tab មានអីច្រើនបាទនេះ tab បានហើយ reverb ក៏ច្រើនដែរមិនមែនមានតែ hall ហើយនឹង room ទេបាទវាមាន slap មាន spring មាន bounces មាន flat មាន garage មាន camber មានស្អីច្រើន room studio hall បាទហើយមានស្អីគេ arena មួយទៀតអញ្ចឹងនេះវាជួយឲ្យយើងការបូករបស់យើងកាន់តែភាសាព្រោះយើងមានជម្រើសច្រើនហើយមួយនេះវាទំហំរបស់វាប្រហែលជាប្រព័ន្ធ CT10 ដែរបាទប្រព័ន្ធ CT10 ដែរហើយខាងក្រោយរបស់វាមាន MIDI មាន output OL mono បាទមាន instant មាន send and return input output ចឹងទៅបាទចឹងមួយនេះពិសេសសម្រាប់បងប្អូនដែលចង់បាន effect ដែលអាចបូកបានច្រើនសលេងហើយព្រោះបងប្អូនអាចមើល model នេះបានណា Vox បាទ Vox Tone Lab LE បាទអែមខ្ញុំធានាថាអែមហ្មងបាទគឺឲ្យតែផលិតផលរបស់ Vox សូម្បីតែធុងបារះរបស់វាក៏វាធ្វើមកមាន effect ព្រោះដែរប្រហែលនឹង effect គេផ្សេងដែរសូម្បីធុងបារះណាឥឡូវនេះ effect ទាំងមូលអញ្ចឹងបងប្អូនអាចសាកល្បងជាមួយ Vox Tone Lab LE បានអរគុណ